ភ្ញៀវទេសចរជិត20,000 នាក់បានទៅសម្រាកលំហែនៅខេត្តកំពតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខេត្តកំពតប្រធានមន្ត្រីទេសចរខេត្តកំពតលោកសយស៊ីណុលបានឲ្យដឹងថាថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអអំបុករយៈពេល3ថ្ងៃបាននាំមកនូវភាពសប្បាយរីករាយយ៉ាងខ្លាំងចំពោះពលរដ្ឋកម្ពុជាសម្រាប់ខេត្តកំពតទទួលបានភ្ញៀវមកសម្រាកលំហែសរុបចំនួន195,691 នាក់ដែលមានការកើនឡើង50.97%ធៀបនឹងឆ្នាំ2024ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន1,487 នាក់លោកសយស៊ីណុលបានបញ្ជាក់ថាវត្តមានភ្ញៀវដ៏ច្រើនបែបនេះក៏បានបង្ហាញអំពីភាពជឿជាក់និងសប្បាយរីករាយរបស់ពលរដ្ឋក្រោយពេលរាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាព្រំដែនឲ្យមានក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃសម្រាប់រយៈពេល3ថ្ងៃនេះដែរសេវាស្នាក់នៅពុំមានសល់បន្ទុកនោះទេហើយការផ្ដល់សេវាកម្មនានាក៏ពុំមានដំឡើងថ្លៃគួរឲ្យកត់សម្គាល់ផងដែរចំពោះស្ថានភាពទូទៅនៅតាមរមណីយដ្ឋានសហគមន៍គោលដៅទេសចរនានាក្នុងខេត្តពុំមានបាតុភិបអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេរីឯបញ្ហាកកស្ទះក៏មិនមានការកកស្ទះយូរដែរដោយសារតែមានការសម្រួលចរាចរណ៍នៅតាមគោលដៅសំខាន់ក្នុងក្រុងពីសំណាក់កងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតក្នុងរយៈពេល3ថ្ងៃពេញមុនពេលពិធីនេះយើងបានរៀបចំកិច្ចការងារច្រើនដែលក្នុងការត្រៀមទទួលភ្ញៀវទេសចរជាតិអន្តរជាតិដែលលោកអញ្ជើញមកការបន្សានខេត្តកំពតចាក់ស្ដែងសម្រាប់ការងារសន្តិសុខអាយដាមបណ្ឌិតអាយបាននៅខេត្តលោកបានដាក់ចេញនៅកិច្ចប្រជុំគណៈជាកាយភាពក៏ដូចជាសមត្ថកិច្ចទាំងអស់លោកបានខិតខំធ្វើការងាររបស់គាត់យ៉ាងខ្លាំងបាទទទួលបានលទ្ធផលល្អនេះសម្រាប់ក្នុងនាមខ្ញុំជាជំនាញទី2ក្នុងវិស័យទេសចររបស់យើងយើងក៏បានធ្វើកិច្ចការងារនេះជាច្រើនទី1គឺយើងជំរុញការគ្រប់គ្រងអំពីគុណបង្រឹងគុណភាពសេវាកម្មទេសចររបស់យើងក៏ដូចជាផលិតផលទេសចររបស់យើងរួមមានការងារបដិសណ្ឋារកិច្ចការងារគ្រប់គ្រងអនាម័យចំណីអាហារការងារគ្រប់គ្រងតម្លៃក៏ដូចជាគុណភាពនៃសេវាកម្មស្នាក់នៅសេវាកម្មហូបចុកក៏ដូចជាភាពស្អាតទាំងឡាយដែលសម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិអន្តរជាតិអញ្ជើញមកកាន់ខេត្តកំពតនិយាយរួមរយៈពេល3ថ្ងៃនេះសេវាកម្មស្នាក់នៅរបស់យើងគឺយើងពេញរបស់បាទពេញបាទរហូតដល់ភ្ញៀវធ្វើដំណើររកកន្លែងសម្រាប់រហូតដល់ម៉ោង10ម៉ោង11ម៉ោង12ក៏នៅមានភ្ញៀវស្វែងរកកន្លែងសម្រាប់ទី2សេវាម្ហូបអាហាររបស់យើងតាមភោជនីយដ្ឋានតាមអាហារដ្ឋានរបស់យើងក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលលក់តាមវិថីរបស់យើងនានាក្នុងខេត្តក៏មានន័យថាស្វាហាប់សប្បាយរីកក្នុងការបដិសណ្ឋារកិច្ចភ្ញៀវមកកាន់ខេត្តកំពតនេះហើយសរុបមកវិញថា3ថ្ងៃនេះខេត្តកំពតទទួលបានភ្ញៀវទេសចរប្រមាណជិត20,000 នាក់បាទក្នុងនោះភ្ញៀវទេសចរអន្តរជាតិក៏យើងទទួលបានប្រមាណជាង 1,000 នាក់ដែរដែលគាត់ដើរកំសាន្តជាមួយនឹងភ្ញៀវទេសចរជាតិរបស់យើងយ៉ាងណាក៏ដោយខ្ញុំមើលឃើញជារួមបងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំជាតិរបស់យើងសម្ដេចតេជោក៏ដូចជាសម្ដេចធិបតីដែលលោកបាននាំមកនូវសុខសន្តិភាពសម្រាប់បញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាងយើងដែលតែងតែបង្កើតភាពល្អកជាមួយនឹងយើងបាទហើយខ្ញុំគិតថាបងប្អូនជាពលរដ្ឋទាំងអស់បើកលែងមើលទៅគឺបងប្អូនមានជំនឿខ្លាំងមែនទែនសម្រាប់អ្នកដឹកនាំលោកភាពប៉ិនប្រសពភាពច្នៃប្រឌិតនិងអ្វីដែលលោកបានខិតខំធ្វើអារម្មណ៍គាត់ពិតជាមានការធូរស្រាលខ្ញុំជឿថាអញ្ចឹងដោយសារលំហនៃភ្ញៀវនេះបញ្ជាក់ថាលោកមានសេចក្តីសប្បាយរីកបាទឃើញថារយៈពេល3ថ្ងៃហ្នឹងគឺភ្ញៀវមានការកើនឡើងលើសពីអ្វីដែលយើងរំពឹងទុកណាបណ្ដុំទុកនេះបើនិយាយពីខេត្តកំពតលើពីឆ្នាំមុនគឺមានអារម្មណ៍ថាវាមួយបែបណាប៉ុន្តែឆ្នាំនេះគឺមានអារម្មណ៍ថាភ្ញៀវវាច្រើនខ្លាំងមែនទែនហ្មងគឺកកតាំងពីបណ្ដាខេត្តផ្សេងគឺមកលេងខេត្តកំពតហ្មងហើយចំពោះការរៀបចំរបស់អាជ្ញាធរឃើញថាគាត់មានការរៀបចំនិងយកចិត្តទុកដាក់ខ្លាំងមែនទែនចំពោះខេត្តកំពតយើងបងបាទចំពោះខ្ញុំផ្ទាល់ដែលជាបុគ្គលិកម្នាក់នៅក្នុងភូមិថ្មីកំពតនេះខ្ញុំសូមអរគុណដល់សេវាខេត្តខ្លាំងមែនទែនដែលគាត់បានរៀបចំឬក៏ធ្វើឲ្យខេត្តកំពតមានការរីកចម្រើនហើយធ្វើឲ្យតាក់ទាញភ្ញៀវទេសចរទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនហើយដែលធ្វើឲ្យ
ការម្លែងរបស់ភ្ញៀវជាតិឬក៏ភ្ញៀវអន្តរជាតិហ្នឹងគាត់មានអារម្មណ៍ថាគាត់សប្បាយពេលដែលមកខេត្តកំពតមានអារម្មណ៍ថាស្រស់ស្រាយឬក៏ពេលដែលមកហាក់ចង់ទៅវិញទេបង សម្រាប់រយៈពេល3ថ្ងៃនៅថ្ងៃបុណ្យអុំទូកនេះកន្លែងខ្ញុំគឺពេញទាំង3ថ្ងៃហ្មងបងចាកំពតគឺមនុស្សច្រើនខ្លាំងបងច្រើនសូម្បីតែគ្រប់កន្លែងប៊ូទិកមិនថាទស្សនៈឬសន្តាគារអីគឺពេញទាំងអស់ពិបាកហៅបន្ទប់ខ្លាំងហ្មងហើយដោយមកសងមិញអីខ្ញុំជិះទៅત્યાંអញ្ចឹងនៅមានអ្នកខ្លះនៅជិះដើរតាមហៅបន្ទប់អីទៀតទេហើយស្ទះនិយាយទៅមនុស្សច្រើនខ្លាំងហ្មងជាចុងក្រោយសូមអរគុណដល់លោកអ៊ុំអភិបាលខេត្តដែលបានជួយអភិវឌ្ឍខេត្តឲ្យរីកចម្រើនស្អាត យើងសង្កេតឃើញថាមានភ្ញៀវបរទេសមកច្រើនភ្ញៀវខ្មែរយើងក៏មកច្រើនតាមបណ្ដាខេត្ត25ខេត្តក្រុងដោយសារខេត្តយើងដឹងស្រាប់ហើយថាខេត្តកំពតគឺកាប់ដើមបង្ហាញគេឈ្មោះល្បីរន្ទឺបាទដោយសារលោកអបាខេត្តលោកតែងតែវាថារិះគិតឆ្នៃធ្វើម៉េចឲ្យមិនឲ្យថាឲ្យបង្កើតអ្វីដែលថ្មីដូចយើងឃើញថាខេត្តកំពតគឺមានហៅថារូបសំណាក់នៃលកាយៈបាទហើយមានទាំងសេះបាញ់ទឹករួមទាំងឥឡូវនេះខាងបង្កើតទឹករួមតាមចង្វាក់ភ្លេងទៀតចឹងធ្វើឲ្យកំណើនភ្ញៀវទេសចរមកច្រើន ចំណែកអ្នកផ្ដល់សេវាទេសចរបានឲ្យដឹងថាក្នុងរយៈពេល3ថ្ងៃនេះកន្លែងពួកគាត់ពេញអស់នឹង